នៅវេលាព្រឹកថ្ងៃសៅរ៍ទី14ខែកុម្ភៈឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន1248គ្រួសារមកពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តច័ន្ទស៊ីសាមគ្គីរតនារាមស្ថិតនៅស្រុកអូជ្រៅខេត្តបន្ទាយមានជ័យក្នុងឱកាសជួបសំណេះសំណាលនេះសម្ដេចបវរធិបតីបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថារាជរដ្ឋាភិបាលបាននឹងកំពុងខិតខំគ្រប់មធ្យោបាយដើម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡើងវិញនិងខិតខំរៀបចំការស្នាក់នៅបណ្ដោះអាសន្នដល់បងប្អូនពូមីងតាយាយដែលត្រូវចាកឆ្ងាយពីលំនៅឋានមិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឲ្យកាន់តែល្អប្រសើរទាំងសុខសុវត្ថិភាពនិងបរិស្ថានស្អាតបន្ទាប់មកនៅវេលាព្រឹកថ្ងៃដដែលសម្ដេចបវរធិបតីបានបន្តអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន300គ្រួសារទៀតមកពីស្រុកអូជ្រៅនិងស្រុកថ្មពួកខេត្តបន្ទាយមានជ័យសម្ដេចបវរធិបតីមានប្រសាសន៍ថារាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹកគឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាលនិងរបស់ប្រជាពលរដ្ឋទូទាំងប្រទេស